Hello ស្រីអ្នកគ្នាលើស្លេងខ្ញុំយ៉ាឌីនដងទីរៃហើយនេះគឺជើងថ្មីមួយដែលខ្ញុំបកប្រែជាភាសាខ្មែរថាការជ្រើសវាសនាហើយរឿងហ្នឹងគឺពិតជាល្អមើលក៏ប៉ុន្តែដោយតែមុនអញ្ចឹងមុននឹងចូលទៅកាន់វីដេអូរបស់យើងសូមអ្នកគ្នាកុំភ្លេចចុច like ចុច subscribe ក៏ដូចជាបើកសញ្ញាកណ្ដឹង comment អ្នកមួយតែ comment អីក៏បានដែរនៅក្នុងដំណើររឿងគឺនិយាយអំពីក្មេងប្រុសកំព្រាម្នាក់ដែលគឺគ្មានឪពុកម្ដាយនោះឡើយផ្ដើមឡើយនេះគឺហូរតាមទឹកទន្លេតែប្រពន្ធនោះក៏ប៉ុន្តែត្រូវបានមនុស្ស2នាក់រើយកទៅចិញ្ចឹមដែលម្នាក់ហ្នឹងគឺជាសិស្សច្បងរបស់គេម្នាក់ទៀតគឺជាគ្រូរបស់គេមានឈ្មោះអីទេខ្ញុំភ្លេចបាត់ហើយក៏ប៉ុន្តែពិតជាអកុសលនៅពេលដែលគេធំបន្តិចទៅគេដឹងថាខ្លួនរបស់គេនេះគឺមាននៅជំងឺមួយដែលជំងឺនឹងផងដែរគឺសូម្បីតែគ្រូរបស់គេនឹងក៏មិនអាចព្យាបាលបាននោះទេហើយដោយសារតែជំងឺនេះមិនអាចព្យាបាលអញ្ចឹងហើយគ្រូរបស់គេក៏បានប្រាប់ថានេះគឺជាជំងឺនៃវាសនាអញ្ចឹងហើយគឺមិនអាចផ្លាស់ប្ដូរវាបាននោះឡើយបើសិនជាចង់ជាមានតែផ្លាស់ប្ដូរវាសនាតែប៉ុណ្ណោះតាមពិតទៅរឿងទាំងអស់ហ្នឹងគឺវាធ្លាប់មានទៅហើយកាលពីរាប់ឆ្នាំមុនគឺមានបរិប3នាក់តែប៉ុណ្ណោះដែលបានជោគជ័យដែលលឺអញ្ចឹងហើយឈិនចាំងសឹងរបស់យើងគឺជាតួអង្គឯកនឹងឯងគេក៏ចង់ផ្លាស់ប្ដូរវាសនារបស់គេដូចគ្នាអញ្ចឹងហើយគេក៏បានធ្វើដំណើរចុះពីលើភ្នំចូលទៅកាន់រាជធានីហើយហ្នឹងហើយដល់គ្នា spoiler តែប៉ុណ្្នឹងបានហើយយើងចូលមកកាន់សាច់រឿងអេពីសូតទី1របស់យើងតែម្ដងទៅភាគទី1នេះបង្ហាញនៅបរិសម្នាក់កំពុងតែព្យាយាមបើកទ្វារក៏ប៉ុន្តែមិនជោគជ័យនៅឡើយត្រូវបានរុញច្រានឲ្យខ្ទាតមកខាងក្រោយដែលឃើញអញ្ចឹងហើយពួកសិស្សនៅទីនេះក៏បានសើចចំអកឲ្យទៅកាន់គេថាឯងនេះក៏ពិតជាមិនដឹងស្អីមែនណាមិនទាន់លេងសម្អាតខួរឆ្អឹងខ្នងផងក៏ហ៊ានចូលសាលាមីគាឋានសួគ៌ដែរនៅពេលដែលគេងើបមកវិញឃើញថាបរិសម្នាក់ក៏បានហុចនៅផ្លិតមួយឲ្យទៅកាន់គេដែលនោះគឺជាតួអង្គឯករបស់យើងឈិនឆាងសឹងបន្ទាប់ពីទទួលយកហើយវាក៏បានធ្វើការគោរពទៅកាន់ឈិនឆាងសឹងរបស់យើងហើយច្បាស់ណាស់ឈិនឆាងសឹងរបស់យើងមកទីនេះគឺដើម្បីតែចូលរៀននៅក្នុងសាលាមួយនឹងឯងដោយកំពុងតែដើរទៅរៀមច្បងម្នាក់ក៏បានមកហាមឃាត់ឈិនឆាងសឹងចាប់ដៃគេហើយស្ទង់ថាមពលមើលឃើញថាគេនេះក៏ពិតជាខ្សោយខ្លាំងមែនតើខ្ញុំសូម spoiler បន្តិចទៅក៏ដោយសារតែឈិនឆាងសឹងរបស់យើងនឹងគឺមិនដែលវឹកហាត់ស្អីនោះទេអ្វីដែលគេសិក្សាគឺជាសភៅតាវទាំង3000ដែលលើពីសម្ដីគេអញ្ចឹងហើយឈិនឆាងសឹងគេក៏បានឆ្លើយថាដោយសារតែគេមិនធ្លាប់បានវឹកហាត់ហ្នឹងហើយទៅបញ្ចូលរៀននៅក្នុងសាលាមួយហ្នឹងឯងតែប៉ែមួយហ្នឹងគឺពិតជាឌឺខ្លាំងមែនតើឆ្លើយតបទៅកាន់ឈិនឆាងសឹងរបស់យើងវិញថាឯងនេះគឺពិតជាល្ងងខ្លាំងមែនតើសាលារបស់គេនេះគឺទទួលតែអ្នកមានទេពកោសល្យតែប្រពន្ធនោះអ្នកដែលមិនដែលវឹកហាត់ច្បាស់ណាស់គឺមិនអាចចូលវាបាននោះឡើយក៏ប៉ុន្តែឆាងសឹងគឺមិនខ្វល់នោះឡើយគេក៏បានធ្វើការដើរសម្ដៅទៅកាន់ទ្វារគោលបំណងរបស់គេគឺបើកទ្វារមួយហ្នឹងឯងបន្ទាប់ពីឆាងសឹងដើរទៅដល់ហើយគេក៏បានយកដៃរបស់គេទៅប៉ះជាមួយនឹងប្រអប់ទ្វារបន្ទាប់ពីប៉ះហើយគេក៏បានបើកភ្នែកយើងឃើញថាលំហូរថាអំពើមួយក៏បានកើតឡើងនេះគឺជាក្បួនចាប់សញ្ញាបើមើលទៅតាមលក្ខណៈឃើញថាឈិនឆាងសឹងរបស់យើងគឺពិតជាមនុស្សចេះដឹងពិតមែនគេហៅថាជាអាចារ្យតាវចេះទៅគ្រាន់តែប៉ះហ្នឹងក៏ដឹងថាអាម៉ាប់កាលពីអំបញ្ញមិញហ្នឹងគឺវាធ្វើខុសក្បួនខ្នាតអញ្ចឹងហើយគឺវាមិនអាចបើកទ្វារនឹងបាននោះឡើយបន្ទាប់ពីឆាងសឹងគេពិចារណាបានបន្តិចគេនៅពេលនេះក៏បានដឹងអំពីដំណោះស្រាយផងដែរហើយនៅក្នុងការដោះស្រាយរបស់គេវិញទៀតសោះក៏ពិតជាពិបាកអាញ៉េអាញ៉ៃខ្លាំងណាស់មានឬទី3ទី4កញ្ចក់ច្រូតស្អីអាណាអាញ៉េអាញ៉ៃពេញហ្នឹងខ្ញុំក៏ពិតជាពិបាកបកស្រាយបន្ទាប់ពីឆាងសឹងព្យាយាមបើកនៅកន្លឹះទ្វារមួយហ្នឹងហើយយើងឃើញថាពួកអ្នកទាំងអស់នេះក៏នៅតែបន្តមើលងាយទៅកាន់ឈិនឆាងសឹងក៏ប៉ុន្តែនៅទីបំផុតយើងឃើញថាគេក៏ទទួលបានជោគជ័យក៏លេចទៅមើលលើដំបូលនោះវិញយើងឃើញថាបរិមអ្នកកំពុងតែចាប់អារម្មណ៍ទៅកាន់ឈិនឆាងសឹងដូចគ្នាក៏ប៉ុន្តែបន្ទាប់ពីបើកទ្វារយើងឃើញថាប្រតិចារមួយក៏បានបើកការវិបហាទៅកាន់ឆាងសឹងក៏ប៉ុន្តែត្រូវបានអា36មកទប់រងជំនួសខ្ញុំសូម spoiler ឲ្យហ្មងទៅបរិមមានសម្លៀកបំពាក់ពណ៌ខៀវនឹងមានឈ្មោះថាអា36ដែលឃើញចឹងប្រតិចារឆាវជាយូក៏ពិតជាខឹងខ្លាំងណាស់អា36តែឯងកំពុងតែធ្វើស្អីហ្នឹងសូមបញ្ជាក់បន្តិចអ្នកគ្នាឈ្មោះពេញរបស់គេហ្នឹងគឺថាង36ក៏ប៉ុន្តែខ្ញុំសូមហៅថាអា36ទៅគឺវាស្រួលហៅជាងហើយគេក៏ជាសិស្សនៅក្នុងសាលាឋានសួគ៌នេះផងដែរបន្ទាប់ពីទប់រងហើយគេក៏បានសួរទៅកាន់ប្រតិចារតែលោធ្វើបាបមនុស្សដែលគ្មានកម្រិតវឹកហាត់បែបនេះទៅមានន័យថាម៉េចលើហើយគាត់ក៏ពិតជាខឹងដល់សតយើងឃើញថាប្រតិចារម្នាក់ទៀតក៏បានមកដល់សូមណែនាំស្គាល់បន្តិចទៅប្រតិចារម្នាក់ហ្នឹងមានឈ្មោះថាម៉ៅឈឺយូគាត់គឺជានាយកសាលាមួយនេះដោយឃើញថានាយកសាលាបានមកដល់ក៏បានប្តឹងថាឈិនឆាងសឹងនេះគឺមិនដឹងថាមកពីណានោះទេបានធ្វើខុសច្បាប់លើហើយឈិនឆាងសឹងរបស់យើងគេក៏បានបកស្រាយថាសេចក្តីប្រកាសគឺតតែបើកទ្វារមួយនឹងបានទៅអាចចូលសិក្សាបានអញ្ចឹងហើយនៅពេលនេះឈិនឆាងសឹងគឺគេបានបើកទ្វារមួយនឹងបានសម្រេចហើយលើអញ្ចឹងហើយក៏ដោយប្រតិចារអ្នកនឹងនៅតែមិនសុខចិត្តថាសេចក្តីប្រកាសស្អីគេទៅនេះគ្រាន់តែជាការបោកបញ្ឆោតតែប្រពន្ធនោះដោយដឹងតែគាត់បង្កើតព្រឹត្តិការណ៍คล้ายៗបែបនេះឈិនឆាងសឹងក៏បានរំលឹកអំពីផ្នែកកំណត់សម្គាល់មាត្រា8ចំពោះទី17និងច្បាប់ទី4នៃបញ្ញត្តិសាសនាមីគាឋានសួគ៌ការប្រឡងចូលសាលាគឺជាក្រដាសប្រឡងដែលមានការវិឆ័យតែមួយគត់មិនមែនទាល់តែមនុស្សម្នាក់ឆ្លងកាត់ការសម្អាតខួរឆ្អឹងខ្នងស្អីនោះទេបើទោះបីជាឆាងសឹងលើកយកច្បាប់មាត្រាយកមកនិយាយអញ្ចឹងក៏ដោយព្រឹត្តិការណ៍អ្នកនឹងនៅតែមិនសុខព្រមនោះឡើយថាសាលារបស់យើងរាប់ឆ្នាំមកហើយគឺមិនធ្លាប់លើច្បាប់បែបនេះពីមុនមកនោះទេក៏ប៉ុន្តែបន្ទាប់ពីលើអញ្ចឹងមកជាយូក៏បានលោកមាត់ថាច្បាប់មួយនេះវាក៏ពិតជាមានពិតមែនល្អិតណាឯងនេះក៏ពិតជាមានការយល់ដឹងបន្តិចនោះឡើយដូច្នេះហើយក៏បានធ្វើការយល់ព្រមជាមួយនឹងឈិនឆាងសឹងហើយឈិនឆាងសឹងរបស់យើងក៏បានធ្វើការអរគុណទៅកាន់រៀមច្បងផងដែរវិជាអន្តិអ្នកគ្នាសភៅតាវគឺមានរហូតទៅដល់3000ក្បាលដែលគេហៅថាគម្ពីរតាវឬមួយក៏ 3000 Heavenly តាវបន្
បន្ទាប់ពីអរគុណទៅកាន់ព្រឹទ្ធាចារ្យរួចហើយគេក៏បានធ្វើការអរគុណទៅកាន់អាថាង36ផងដែរហើយគេក៏បានតទៅវិញថាវាមិនអីនោះទេឆាប់ទៅធ្វើតេស្តសិនទៅដោយសារតែខ្លួនគឺអាចចូលធ្វើតេស្តបានចឹងហើយឈិនឆាំងសឹងក៏បានសុំឲ្យអាម៉ាប់នេះចូលធ្វើតេស្តសរសេរជាមួយនឹងខ្លួនឯងផងដែរដែលលើចឹងហើយអាម៉ាប់ក៏ពិតជាញាប់ផ្អើលខ្លាំងណាស់ប៉ុន្តែឈិនឆាំងសឹងក៏បានហៅឲ្យគេមកជាមួយខ្លួនមកដែលឆាធ្វើឲ្យគេសប្បាយចិត្តខ្លាំងមែនទែនហើយសូមបញ្ជាក់បន្តិចចំពោះគោលដៅទី1របស់ឆាំងសឹងរបស់យើងគឺជាការធ្វើដំណើរមកកាន់រាជធានីហើយពេលនេះគឺដល់គោលដៅទី2ហើយគឺជាការយកចំណាត់ថ្នាក់លេខ1ក្នុងការធ្វើតេស្តមីគាឋានសួគ៌មែនតើទៅបើយើងគិតក៏ដឹងដែរថាឈិនឆាំងសឹងគឺអានសភៅរហូតដល់3000សភៅតាវឯណោះអញ្ចឹងបានន័យថាចំណេះដឹងរបស់គេគឺ full ទាំងអស់មីគាឋានសួគ៌អញ្ចឹងហើយច្បាស់ណាស់បើសិនជាមិនបានលេខ1ទេគឺវាមានតែចម្លែកខណៈពេលដែលគេកំពុងតែបញ្ជូនសភៅទាំងអស់ដើម្បីតែធ្វើការតេស្តហ្នឹងយើងឃើញថាឈិនឆាំងសឹងក៏មានការចាប់អារម្មណ៍ជាមួយនឹងសភៅទាំងអស់នេះផងដែរសំណួរទាំងអស់នេះក៏ពិតជាមានច្រើនប្រភេទខ្លាំងណាស់ក៏ប៉ុន្តែយ៉ាងណាក៏ដោយទាំងអស់នេះគឺសុទ្ធតែមាននៅក្នុងគម្ពីរតាវទាំង3000បន្ទាប់ពីការធ្វើតេស្តយើងឃើញថារយៈពេល1ម៉ោងកន្លះក៏បានកន្លងផុតទៅហើយឈិនឆាំងសឹងក៏បានដោះស្រាយទំនួលទាំងអស់នេះហើយបន្ទាប់ពីឃើញចឹងហើយគ្រប់គ្នាក៏បានសរសើរទៅកាន់ឈិនឆាំងសឹងដោយសារតែគេនេះក៏ពិតជាអស្ចារ្យខ្លាំងណាស់គម្ពីរឋានសួគ៌ចំនួន36ក្បាលគ្មាននរណាអាចដោះស្រាយកាលពីមុននោះឡើយក៏ប៉ុន្តែឈិនឆាំងសឹងនេះបែរជាអាចដោះស្រាយបាននៅក្នុងរយៈពេលត្រឹមតែ1ម៉ោងកន្លះតែប៉ុណ្ណោះនៅក្នុងចំណោមមនុស្សសម័យទាំងអស់យើងក៏បានចាប់អារម្មណ៍ជាមួយនឹងនារីម្នាក់ដូចគ្នានាងហ្នឹងគឺមានឈ្មោះថាសងអឺគណៈពេលដែលគ្រប់គ្នាកំពុងតែសរសើរទៅកាន់ឈិនឆាំងសឹងយើងឃើញថានារីម្នាក់ហ្នឹងក៏បានមកជួបជាមួយនឹងព្រឹទ្ធាចារ្យឆាវជឿយូបន្ទាប់មកដល់នាងក៏បានហុចនៅសម្បត្តិមួយឲ្យទៅកាន់ព្រឹទ្ធាចារ្យប្រាប់ថាសម្បត្តិនេះគឺមកពីអ្នកស្រីរបស់នាងហើយបើតាមការរំលឹករបស់ព្រឹទ្ធាចារ្យអ្នកស្រីរបស់គេនឹងមានឈ្មោះថាអ្នកស្រីស៊ូកាត់វេលាមកដល់ពេលក្រោយវិញឃើញថាឈ្មោះរបស់សិស្សដែលប្រឡងជាប់ត្រូវបានបិទឲ្យមើលនៅទីនោះក៏មានអាម៉ាប់ផងដែរបន្ទាប់ពីឃើញថាឆាងសឹងធ្វើដំណើរមកដល់ហើយគេក៏បានធ្វើការអរគុណទៅកាន់ឆាងសឹងហើយអាម៉ាប់ក៏បានសួរផងដែរថាឈ្មោះរបស់លោកគឺជាសៀវអ៊ីឈិននឹងមែនទេឬហើយឈិនឆាងសឹងគេក៏បានប្រាប់ថាមិនមែននោះទេខ្ញុំគឺមានឈ្មោះថាឈិនឆាងសឹងក៏ប៉ុន្តែច្បាស់ណាស់ថាឈ្មោះឈិនឆាងសឹងគឺគ្មាននៅក្នុងបញ្ជីមួយនេះនោះឡើយតែក្រោយមកយើងឃើញថាព្រឹទ្ធាចារ្យអ្នកនឹងក៏បានធ្វើដំណើរមកដល់ដោយសារតែខ្លួនធ្វើបានទាំងអស់ក៏ប៉ុន្តែគ្មានឈ្មោះអញ្ចឹងឈិនឆាងសឹងក៏បានសួរថាលោកគ្រូហេតុអ្វីបានជាខ្ញុំគ្មានឈ្មោះអញ្ចឹងស្ដាប់លើហើយព្រឹទ្ធាចារ្យគាត់ក៏បានឆ្លើយថាអ្នកណាទៅខ្វល់អំពីឈ្មោះរបស់ឯងហើយហេតុអីទៅបានជាត្រូវមានឈ្មោះរបស់ឯងនៅទីនោះដែរតែគណៈនឹងអាថាង36ក៏បានឆ្លើយចំនួនក៏ដោយសារតែគេបានឆ្លើយសំណួរត្រូវទាំងអស់នោះអីនៅក្រោមការជួយនិយាយរបស់ថាង36នៅទីបំផុតយើងឃើញថាព្រឹទ្ធាចារ្យគាត់នៅតែមិនព្រមដដែលនោះទេគាត់គឺមិនខ្វល់នោះឡើយអញ្ចឹងហើយគាត់ក៏បានដើរចេញដោយឃើញអញ្ចឹងហើយអាថាង36ក៏ពិតជាខាងខ្លាំងណាស់រើដងថ្មមួយដើម្បីតែគប់ទៅកាន់គាត់ថាតាកាចាស់យើងនឹងគប់ឯងចំណាយព្រឹទ្ធាចារ្យវិញកាលណាឃើញក្មេងគប់អញ្ចឹងហើយក៏ពិតជាខាងខ្លាំងណាស់អាថាង36តែឯងមិនគោរពចាស់ទុំទេអីដោយសារតែឃើញថាមានបញ្ហាបែបនេះឈិនឆាងសឹងគេក៏បានប្រាប់ទៅកាន់អា36ថាកុំបាច់ធ្វើអញ្ចឹងអីគឺគេអរគុណហើយបើទោះបីជាគ្មានឈ្មោះនៅទីកន្លែងនេះក៏ដោយយ៉ាងច្រើនគឺគេចូលទៅប្រឡងសាលាផ្សេងទៅគឺវាបានហើយលើហើយអា36ក៏ពិតជាមានការផ្ចិផ្អើលខ្លាំងណាស់តែឯងគឺមិនខឹងទេអីប្រឡងធ្លាក់ដោយគ្មានមូលហេតុបែបនេះតែច្បាស់ណាស់ឈិនឆាងសឹងរបស់យើងគឺគេមិនខឹងនោះឡើយខឹងខុសខឹងខាតហ្នឹងអញ្ចឹងហើយឈិនឆាងសឹងគឺគេមិនខឹងនោះឡើយនៅក្រៅពីបានស្ដាប់ពីសម្ដីរបស់ឈិនឆាងសឹងរួចហើយធ្វើឲ្យអាថាង36ក៏ពិតជាមានការចាប់អារម្មណ៍ជាមួយនឹងបរិសម្នាក់នេះខ្លាំងមែនតើហើយគឺខ្លាំងជាងមុនមួយកម្រិតទៀតស្លេះពីនឹងហើយយើងឃើញថាសាច់រឿងក៏បានកាត់មកដល់ទីកន្លែងមួយផ្សេងទៀតមានផ្កាឈូកក៏ពិតជាស្អាតខ្លាំងណាស់ខណៈនឹងដែរសម្លេងរបស់អា36វានៅតែបន្តណែនាំខ្លួនទៅកាន់ឈិនឆាងសឹងចំណែកឈិនឆាងសឹងរបស់យើងក៏បានណែនាំផងដែររូបខ្ញុំនេះមានឈ្មោះថាអឺតុងឈិនឆាងសឹងមែនតើសម្បីតែអាថាង36នឹងក៏វាមិនចូលចិត្តសាលានឹងដែរបើទោះបីជាវាសិស្សនៅសាលានឹងក៏ដោយតែវានិយាយអញ្ចឹងក៏ដោយឈិនឆាងសឹងបែរតែជានិយាយថាឯងមានឈ្មោះថាថាង36តែឯងគឺជាកូនទី36នៃគ្រួសារមែនដែរឬក៏អត់បន្ទាប់ពីលើអញ្ចឹងហើយអា36ក៏ពិតជាអស់សំណៃខ្លាំងណាស់ថាខ្លួនរបស់គាត់គឺជាប់ចំណាត់ថ្នាក់ទី36នៅក្នុងបញ្ជីឈិងយុនចេះទៅលេខទី36នឹងគឺជាចំណាត់ថ្នាក់របស់គាត់នៅក្នុងបញ្ជីឈិងយុនមិនមែនជាកូនទី36នៃគ្រួសារស្អីនោះទេបន្ទាប់ពីលើបែបនេះហើយឈិនឆាងសឹងក៏ពិតជាឆ្ងល់ខ្លាំងណាស់បញ្ជីឈិងយុននឹងស្អីគេដែលឃើញថាឈិនឆាងសឹងមិនយល់អញ្ចឹងហើយគេក៏បានបញ្យល់ថាបញ្ជីឈិងយុននឹងគឺជាបញ្ជីអ្នកខ្លាំងនិយាយទៅបញ្ជីនឹងគឺបញ្ជីអ្នកខ្លាំងចំណាត់ថ្នាក់យុវជនចំនួនក្រោយទាំងមូលនៃមហាជ័យដ៏អស្ចារ្យហើយបើសិនជាចំណាត់ថ្នាក់កាន់តែខ្ពស់ឱកាសក្នុងការដណ្ដើមយកតំណែងកម្ពុជានៅក្នុងនិន្នាការក៏វាកាន់តែខ្ពស់ដូចគ្នាគណៈពេលដែលពួកគេកំពុងតែអង្គុយនិយាយគ្នាយើងឃើញថានាទីបំផុតម្ហូបក៏បានធ្វើដំណើរមកដល់ហើយដែលឃើញថាម្ហូបមកដល់អញ្ចឹងហើយឈិនឆាងសឹងនៅតែរំលឹកអំពីឈ្មោះម្ហូបទាំងអស់ហ្នឹងក៏ប៉ុន្តែមិនឲ្យសាមយូរនោះឡើយអា36វាក៏បានឲ្យឈិនឆាងសឹងភ្លក់មើលទៅចំណែកឈិនឆាងសឹងវិញដល់ឃើញថា36គឺជាមនុស្សដែលមានចិត្តទលាបែបនេះហើយគេក៏មិនប្រកែកអ្វីនោះដែរអញ្ចឹងហើយគេក៏បានញ៉ាំគណៈពេលដែលកំពុងតែញ៉ាំហ្នឹងឈិនឆាងសឹងនៅតែបន្តរំលឹកថាខ្លួនរបស់គេទៅតែមករាជធានីជាលើកទី1តែប្រពន្ធណោះតែកាលពីមុនហ្នឹងខ្លួនរបស់គេគឺសិក្សានៅផ្នែកអានសិភៅរៀនពេទ្យនៅស៊ីនីងឯណោះលើអញ្ចឹងហើយທາງ36ក៏ពិតជាផ្ទះប៉ាខ្លាំងណាស់ស៊ីនីងមែនអត់គឺវាស្ថិតនៅភាគខាងលិចនៃមហាជ័យឯណោះនិយាយទៅចម្ងាយរបស់វាហ្នឹងក៏ពិតជាឆ្ងាយខ្លាំងណាស់បន្ទាប់ពីនិយាយគ្នាសុកអា36ក៏បានសួរអំពីឪ
ពុកម្ដាយរបស់ឈិនឆាំងសឹងក៏ប៉ុន្តែច្បាស់ណាស់ឈិនឆាំងសឹងគឺគេគ្មានឪពុកម្ដាយនោះឡើយតាំងពីតូចដល់ធំឈិនឆាំងសឹងគឺគេរស់នៅជាមួយនឹងលោកគ្រូហើយនឹងសិស្សច្បងគេម្នាក់ទៀតគឺជាភេទប្រុសដូចគ្នារំលឹកអំពីពាក្យសម្ដីគ្រូរបស់ឈិនឆាំងសឹងប្រាប់ថានៅថ្ងៃមួយនោះគឺជាថ្ងៃដែលត្រជាក់បំផុតដោយព្រិលគឺកំពុងតែធ្លាក់ហើយនៅសស្សុចឲ្យឃើញថាក្មេងប្រុសមួយកំពុងតែអណ្ដែតនៅតាមទឹកហើយវាក៏ពិតជាសំណាងល្អខ្លាំងណាស់ក៏ដោយសារតែពេលនោះមានក្មេងប្រុសពិការម្នាក់បានឃើញទារកនឹងកំពុងតែអណ្ដែតទឹកដូចគ្នាច្បាស់ណាស់ថាគាត់នឹងគឺជាសិស្សច្បងរបស់ឈិនឆាំងសឹងនឹងឯងចំណែកក្មេងអណ្ដែតទឹកនឹងគឺជាឈិនឆាំងសឹងខណៈពេលដែលសិស្សច្បងរបស់ឈិនឆាំងសឹងហ៊ាននឹងជួយទៅកាន់ឈិនឆាំងសឹងនឹងសស្សុចយើងឃើញថានាគមួយក៏បានបង្ហាញខ្លួនឡើងនាគមួយនឹងផងដែរគឺមានសម្បូរពណ៌មាសហើយក៏ពិតជាកាយខ្លាំងណាស់ក្រហមយ៉ាងខ្លាំងដាក់ទៅកាន់សិស្សច្បងរបស់ឈិនឆាំងសឹងរបស់យើងយ៉ាងណាក៏ដោយឈិនឆាំងសឹងរំលឹកថាសិស្សច្បងរបស់គេនឹងគឺជាមនុស្សក្លាហានជាងគេបំផុតនៅក្នុងโลกអញ្ចឹងហើយគាត់គឺមិនខ្លាចនាគមួយក្បាលនឹងនោះឡើយខណៈនឹងដែរយើងឃើញថាបរិសសក់សម្នាក់ក៏បានបង្ហាញខ្លួនអមជាមួយនឹងធម្មពលដ៏អស្ចារ្យរបស់គាត់សូមណែនាំស្គាល់បន្តិចទៅគាត់នឹងមានឈ្មោះថាជីតាវរិនហើយគាត់គឺជាគ្រូឈិនឆាំងសឹងរបស់យើងនឹងឯងមកដល់ហើយជីតាវរិនគេក៏បានបញ្ចេញនៅដាវមកកាត់សម្ដៅទៅកាន់នាគមួយនឹងដែលឆែធ្វើឲ្យពុកបររបស់វាត្រូវបានដាច់មួយនៅក្រៅពីចាត់ការទៅកាន់នាគមួយនឹងហើយពួកគេក៏បានត្រឡប់ទៅវត្តចាស់វិញដែលនោះគឺជាវត្តចាស់ស្រុកស៊ីនីងនិយាយទៅវត្តចាស់ស្រុកទីនេះនឹងគឺជាកន្លែងដែលឈិនឆាំងសឹងរស់នៅតាំងពីក្មេងមកនៅក្រៅពីជួយសង្គ្រោះទៅកាន់ឈិនឆាំងសឹងហើយជីតាវរិនគេក៏បានរកឃើញថារាងកាយរបស់ឈិនឆាំងសឹងគឺមិនល្អនោះឡើយលក្ខណៈថាឈិនឆាំងសឹងនឹងគឺមានជំងឺតាំងពីក្មេងមកទាំងអស់គ្នាគឺមិនអាចព្យាបាលបាននោះទេខណៈនឹងដែរយើងឃើញថាសិស្សច្បងរបស់គេក៏បានធ្វើដំណើរមកដល់ដ៏អមជាមួយនឹងក្របថ្នាំមួយហើយមកដល់ពេលនេះគឺយើងបានដឹងហើយថាសិស្សច្បងរបស់គេនឹងមានឈ្មោះថាយូរិនហើយយូរិននេះផងដែរគឺជាតួអង្គមួយដែលខ្ញុំចាប់អារម្មណ៍ជាមួយនឹងគាត់ក៏ដូចជាស្រឡាញ់គាត់ខ្លាំងមែនទែននៅក្នុងចំណោមតួអង្គទាំងអស់ក្នុងរឿងមួយហ្នឹងមូលហេតុដែលខ្ញុំចូលចិត្តតួអង្គមួយហ្នឹងគឺសូមអត់ប្រាប់នោះទេអ្នកគ្នាអាចមើលតួអង្គមួយហ្នឹងលេងសិនទៅបន្តិចទៀតអាចនឹងចូលចិត្តដូចខ្ញុំដែរហើយយូរិនគឺជាតួអង្គដែលគ្មានអវយវៈគ្រប់គ្រាន់នោះទេគាត់ពិការជើងមួយខាងពិការដៃមួយខាងពិការភ្នែកម្ខាងហើយកគឺមិនអាចនិយាយបាននោះទេបកចូលមកកាន់តែយើងវិញរំលឹកអំពីការសិក្សារបស់យូរិននិងឈិនឆាំងសឹងជាមួយនឹងគ្រូរបស់គេពួកគេនឹងគឺអត់ដែលវឹកហាត់វិជ្ជាចម្បាំងស្អីនោះទេគ្រូរបស់គេគឺតែងតែឲ្យអានសៀវភៅហើយឈិនឆាំងសឹងតាំងពីតូចដល់ធំប៉ុណ្ណេះគឺគេអានសៀវភៅបានច្រើនខ្លាំងណាស់ដែលជារួមឈិនឆាំងសឹងគឺបានអានគម្ពីរតារហូតដល់3000ឯណោះនៅថ្ងៃមួយគឺជាពេលដែលផ្កាពេះរីកនៅស៊ីនីងសត្វគ្រាពណ៌សមួយក្បាលបានប្រកួតសម្បល់រៀបការមកហើយមូលហេតុគឺងាយស្រួលយល់នោះទេក៏ដោយសារតែជីតាវរិននឹងគឺបានជួយសង្គ្រោះបុព្វបុរសរបស់នាងបន្ទាប់ពីយូរិនគេបកគលសារមួយនឹងឲ្យទៅកាន់ឈិនឆាំងសឹងហើយឈិនឆាំងសឹងក៏ពិតជាចង់ដឹងខ្លាំងមែនតើនាងគឺជាមនុស្សរបៀបម៉េចទៅនិយាយទៅពួកគេនៅតែផ្ញើសារទៅឲ្យគ្នាទៅវិញទៅមកអញ្ចឹងណាតាមរយៈសត្វគ្រាមួយក្បាលហ្នឹងមានវេលាថ្ងៃមួយឈិនឆាំងសឹងគឺបានទទួលសម្បត្តិរបស់នាងហើយអត្ថន័យរបស់សម្បត្តិហ្នឹងគឺមានដូចតទៅអាចារ្យតូចនៅពេលដែលលោកធំឡើងហើយគឺកុំភ្លេចមករកខ្ញុំនៅរាជធានីចុះរូបនាងគឺបានទិញនៅម្ហូបឆ្ងាញ់ក៏ដូចជារបស់លេងឡើងមកកណោទុកឲ្យអាចារ្យតូចហើយមិនត្រឹមតែប៉ុណ្្នឹងនោះទេនៅពេលដែលឈិនឆាំងសឹងនឹងទៅរកនាងខ្លួននាងនៅនាំឈិនឆាំងសឹងនឹងទៅញ៉ាំស៊ុបឆ្អឹងគោទៀតផងបន្ទាប់ពីឈិនឆាំងសឹងទទួលសម្បត្តិរបស់នាងបែបនេះហើយនោះគឺជាលើកទី1ដែលខ្លួនរបស់គេចង់ទៅមើលពិភពលោកខាងក្រៅក៏ប៉ុន្តែក្រោយមកក៏ពិតជាអកុសលខ្លាំងណាស់ជំងឺរបស់ឈិនឆាំងសឹងក៏បានរើឡើងមើលទៅគេដូចជាពិបាកក្នុងខ្លួនខ្លាំងណាស់មាននៅលំហូរពណ៌លឿងយ៉ាងច្រើនបានជ្រៀតពេញខ្លួនរបស់គេដែលឆែតធ្វើឲ្យគេក៏ពិតជាមានការឈឺចាប់មែនតើទៅរាងកាយរបស់ឈិនឆាំងសឹងគឺមិនប្រក្រតីតាំងពីក្មេងក៏ប៉ុន្តែនេះគឺជាលើកទី1ដែលខ្លួនរបស់គេធ្លាក់ខ្លួនឈឺបែបនេះនិយាយទៅលក្ខណៈថាវាទៅតែធ្វើទុកជាលើកទី1អញ្ចឹងណាហើយគណៈដឹកនាំយូរិនគេក៏បានមកដល់ផងដែរបន្ទាប់ពីឃើញអញ្ចឹងហើយក៏ពិតជាមានការបារម្ភទៅកាន់សិស្សប្អូនខ្លាំងណាស់កាលវេលាមកដល់ពេលក្រោយនេះវិញនៅទីបំផុតយើងឃើញថាឆាសឹងក៏បានភ្ញាក់ដឹងខ្លួនហើយនិយាយថាលោកគ្រូតែគ្រូរបស់គេនឹងក៏បានប្រាប់មុនថាជំងឺរបស់ឯងនេះគឺមិនអាចព្យាបាលបាននោះឡើយគ្មានថ្នាំណាអាចព្យាបាលបាននោះទេហើយគ្រូរបស់គេនៅតែបន្តប្រាប់អញ្ចឹងថាជំងឺដែលមិនអាចព្យាបាលបែបនេះគឺជាវាសនាតែយ៉ាងណាក៏ដោយឈិនឆាសឹងគឺគេមិនព្រមនោះទេអញ្ចឹងទុកឲ្យខ្ញុំជាអ្នកផ្លាស់ប្ដូរវាសនាទៅចុះជីតារិននៅតែបន្តប្រាប់ទៅកាន់សិស្សរបស់ខ្លួនដែលនៅក្នុងរយៈពេល800ឆ្នាំមកនេះមានតែមនុស្ស3នាក់តែប្រពន្ធនោះដែលអាចផ្លាស់ប្ដូរវាសនារបស់ពួកគេបានអញ្ចឹងបានន័យថាពួកគេទាំង3នេះក៏សុទ្ធតែជាមនុស្សដ៏អស្ចារ្យលើអញ្ចឹងហើយឈិនឆាសឹងគេក៏បានតបទៅវិញថាល្អអញ្ចឹងហើយខ្លួនរបស់គេគឺចង់សាកល្បងវាដោយបានលើពីសម្ដីដ៏មូលមុតបែបនេះជីតារិនគេក៏បានសើចយ៉ាងសប្បាយចិត្តល្អខ្លាំងណាស់រូបគាត់នៅតែបន្តប្រាប់ទៅកាន់ឈិនឆាសឹងថាឲ្យចុះទៅកាន់រាជធានីទៅហើយមូលហេតុក៏ដោយសារតែនៅទីនោះឈិនឆាសឹងគឺអាចរកឃើញនៅបច្ចេកទេសមួយដែលអាចផ្លាស់ប្ដូរវាសនាបានខណៈពេលដែលឈិនឆាសឹងកំពុងតែលាទៅកាន់លោកគ្រូយើងឃើញថាសិស្សច្បងរបស់គេក៏បានយកនៅដាវខ្លីមួយឲ្យទៅកាន់រូបគេដូចគ្នាហើយដាវនោះឯងធ្វើអំពីពុកមាត់របស់នាគដែលជីតារិនកាប់ដាច់កាលពីលើកមុនបន្ទាប់ពីបកគលវាឲ្យទៅកាន់សិស្សប្អូនហើយយូរិនក៏បានធ្វើកាយវិការប្រាប់ទៅកាន់សិស្សប្អូនដែលក្នុងអត្ថន័យរបស់វានឹងទៀតសោតគឺមានន័យថាយូរិនជឿជាក់ទៅកាន់សិស្សប្អូនប្រាប់សិស្សប្អូនថាឲ្យតស៊ូឡើងទៅហើយគេនៅតែផ្ដាំទៅកាន់ឈិនឆាងសឹងចឹងថាឲ្យឆាប់ត្រឡប់មកវិញផងបន្ទាប់ពីឆាងសឹងគេរៀបរាប់ដំណើរតាមតងរួចហើយអា36វាក៏បាននិយាយថាតាមពិតគឺវាអញ្ចឹងទេឈិនឆាងសឹងគឺមិនអីនោះទេចាប់ពីពេលនេះទៅនៅក្នុងរា
រាជធានីយើងគឺជាសម្លាញ់របស់ឯងហើយក៏ប៉ុន្តែយ៉ាងណាក៏ដោយអាសា6គេនៅតែឆ្ងល់ឯងគឺទៅតែមកទីកន្លែងនេះជាលើកដំបូងនោះទេហេតុអ្វីបានជាសាលាមីគីឋានសួគ៌ផ្ដោតទៅលើឯងអញ្ចឹងរូបគេនេះក៏ពិតជាឆ្ងល់ខ្លាំងណាស់ឬមួយក៏វាអាចពាក់ព័ន្ធជាមួយនឹងនារីដែលឯងភ្ជាប់ពាក្យជាមួយនោះដែរតើនាងគឺស្ថិតនៅគ្រួសារមួយណាដែរទៅដែលលើនៅសំណួរបែបនេះហើយឈិនឆាំងសឹងគេក៏បានឆ្លើយថាផ្ទះរបស់នាងគូតែនៅក្នុងរាជធានីហើយចំណែករូបនាងវិញក៏មានឈ្មោះថាស៊ូយ៉ូរ៉ុងបន្ទាប់ពីលើឈ្មោះថាស៊ូយ៉ូរ៉ុងអាសា6ក៏ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ឆាំងសឹងគេក៏បានសួរតើឯងស្គាល់នាងមែនទេដោយសារតែពេលនេះរំលឹកអំពីស៊ូយ៉ូរ៉ុងទៅហើយតោះយើងមកស្គាល់អំពីប្រវត្តិរបស់នាងបន្តិចទៅស៊ូយ៉ូរ៉ុងនេះក៏ពិតជាសមត្ថភាពមិនធម្មតាអាយុត្រឹមតែ10ឆ្នាំនោះទេគឺបានភ្ញាក់ខ្សែឈាមមយូរ៉ាពិតដែលស៊ូយ៉ូរ៉ុងនេះត្រូវបានគេចាត់ទុកថាគឺជាមនុស្សស្រីដ៏អស្ចារ្យអាចថាជានារីបរិសុទ្ធនាពេលអនាគតហើយសាច់រឿងហាក់ដូចជាបានបង្ហាញអំពីនាងតិចតួចផងដែរក៏ប៉ុន្តែបានឃើញតែបបោមាត់តែប្រពន្ធនោះឈិនឆាំងសឹងនៅតែរំលឹកអំពីការចងចាំរបស់ខ្លួនដែលនាងគ្រាន់តែជាក្មេងដែលចូលចិត្តញ៉ាំនិងចូលចិត្តលេងតែប្រពន្ធនោះម្យ៉ាងវិញទៀតនាងក៏ជាក្មេងស្រីម្នាក់ចូលចិត្តសរសេរសម្បត្តិឲ្យមកកាន់ឈិនឆាំងសឹងក៏ដូចជាសរសេរអួតអាងអំពីខ្លួនឯងផងដែរក៏ប៉ុន្តែបន្ទាប់ពីដឹងថានាងគឺជាមនុស្សដ៏អស្ចារ្យបែបនេះហើយឈិនឆាំងសឹងក៏បានសរសើរទៅកាន់នាងផងដែរបន្ទាប់ពីឈិនឆាំងសឹងនិយាយចប់ហើយអាសា6គេក៏បាននិយាយបន្តថាអូអញ្ចឹងគឺវាគ្មានអីចម្លែកនោះទេដែលសាលាមេគីឋានសួគ៌មិនទទួលយកឯងអញ្ចឹងប្រកាសជាមនុស្សរបស់វិមានលោកមេតបដឹងថាឯងមកដល់រាជធានីហើយនិយាយទៅមនុស្សរបស់វិមានលោកមេតបនឹងគឺជាម្នាក់ស្រីសនអើកាលពីលើកមុនណាបើយើងតាមការស្មានរបស់អាសា6យើងបានដឹងថាគ្រួសារស៊ូនឹងក៏ពិតជាគ្រួសារដ៏ធំខ្លាំងណាស់វាច្បាស់ណាស់ថាបើសិនជាដំណឹងស៊ូយ៉ូរ៉ុងបានភ្ជាប់ពាក្យជាមួយនឹងមនុស្សក្រីក្រដូចជាឯងអញ្ចឹងច្បាស់ណាស់កេរ្តិ៍ឈ្មោះរបស់គេប្រកាសជាមិនអាចរក្សាបានទៀតនោះឡើយនិយាយទៅគឺពួកគេខ្លាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់គ្រួសារឯងអញ្ចឹងណាហើយជាពិសេសនឹងគឺជាឪពុកក្មេករបស់ឯងហ្នឹងហើយបរិះមេតបម្នាក់ហ្នឹងផងដែរមានឈ្មោះថាស៊ូស៊ឺជីហើយគេគឺជាឪពុករបស់ស៊ូយ៉ូរ៉ុងបើមើលទៅដាវហើយនឹងទឹកមុខរបស់គេក៏ពិតជាកាយខ្លាំងណាស់មានស្នាមនៅលើភ្នែកថែមទៀតផងដែលទទួលការព្រមានបែបនេះហើយឈិនឆាំងសឹងគេក៏បានគិតថាខ្លួនរបស់គេមិនគួរបង្កបញ្ហាអ្វីនោះឡើយអញ្ចឹងហើយឈិនឆាំងសឹងក៏គេចង់លុបសម្បត្តិអាពាហ៍ពិពាហ៍នឹងចោលខណៈពេលដែលឈិនឆាំងសឹងកំពុងដើរយើងឃើញថាសម្លេងមួយក៏បានបន្លឺឡើងប្រាប់ឈិនឆាំងសឹងតែឲ្យឈប់សិនដំណើររបស់ស៊ូស៊ឺជីនឹងក៏ពិតជាកាយខ្លាំងណាស់ប្រាប់ថាឲ្យបកគលសម្បត្តិអាពាហ៍ពិពាហ៍មកបើមិនអញ្ចឹងនោះទេខ្លួនគាត់នឹងសម្លាប់ឈិនឆាំងសឹងហើយបន្ទាប់ពីលើសម្ដីគាត់ចឹងហើយឈិនឆាំងសឹងគេក៏បានឆ្លើយតបទៅវិញថាដំបងឡើយនឹងខ្លួនរបស់គេក៏ចង់បកគលសម្បត្តិរៀបការឲ្យទៅវិញផងដែរក៏ប៉ុន្តែខ្លួនរបស់គេគឺចង់បកគលឲ្យទៅកាន់ស៊ូយ៉ូរ៉ុងដោយផ្ទាល់ក៏ប៉ុន្តែគេមិនព្រមនោះឡើយប្រាប់ថាបកគលឲ្យគេទៅគឺវាបានហើយយ៉ាងណាក៏ដោយឈិនឆាំងសឹងនៅតែមិនព្រមប្រាប់ថាគេនៅតែចង់បកគលឲ្យនាងដោយផ្ទាល់ដែរហើយមូលហេតុក៏ដោយសារតែគេចង់អរគុណនៅចំពោះមុខនាងម្ដងទៀតបន្ទាប់ពីលើបែបនេះហើយស៊ូស៊ឺជីក៏ពិតជាខឹងខ្លាំងណាស់តែឯងចង់ឲ្យកូនស្រីរបស់យើងត្រឡប់ពីចលនានារីរបស់រសតហើយមកប្រាប់គ្រប់គ្នាថាឯងគឺជាកូនដឹងរបស់នាងមែនទេដោយសារតែមួយគិតឆ្វេងឲ្យមួយគិតស្ដាំអញ្ចឹងនៅទីបំផុតយើងឃើញថាស៊ូស៊ឺជីគេក៏បានបើកកាយវិភាគទៅកាន់ឈិនឆាំងសឹងតែឆាំងសឹងគេនៅតែបន្តបកស្រាយថាគេគឺគ្មានគំនិតបែបនេះនោះទេដោយសារតែស៊ូស៊ឺជីបើកកាយវិភាគទៅហើយដូច្នេះហើយឈិនឆាំងសឹងគេក៏បានប្រើនៅបច្ចេកទេសគប់មជុលដើម្បីតែការពារខ្លួនមជុលទី1ចាក់ចំចំណុចសរសៃពួរខ្មៅមជុលទី2វិញចាក់ចំកសោមខ្យល់មជុលទី3វិញគឺចាក់ចំចំណុចថ្លើមដែលរងនៅមជុលទាំង3របស់ឈិនឆាំងសឹងសេះមួយនឹងក៏ពិតជាឈឺចាប់ខ្លាំងណាស់អញ្ចឹងហើយវាក៏បានរត់ចាក់ចេញបានក៏ប៉ុន្តែស៊ូស៊ឺជីគេនៅតែបន្តនិយាយអញ្ចឹងថានេះគ្រាន់តែជាល្បិចតូចតាចតែប្រពន្ធនោះនៅពេលនេះផងដែរយើងឃើញថាសភាពរបស់ឈិនឆាំងសឹងក៏ពិតជាធ្ងន់ធ្ងរខ្លាំងណាស់ក៏ដោយសារតែគេមិនជាអ្នកវឹកហាត់នោះទេអាល្អិតណាគ្រាន់តែកម្រិតវឹកហាត់ក៏ឯងគ្មានដែរតែពិតជាចង់ប្រយុទ្ធជាមួយនឹងយើងមែនទេរូបគេនៅតែបន្តដាក់សម្ពាធទៅកាន់ឈិនឆាំងសឹងហើយមិនរងចាំយូរនោះទេគេក៏បានបញ្ចេញនៅបច្ចេកទេសដាវរបស់គេមកបន្ទាប់ពីគេបញ្ចេញនៅបច្ចេកទេសដាវមួយនេះឈិនឆាំងសឹងក៏បានដឹងផងដែរថានេះគឺជាដាវបំបែកក្បួនភ្លៀងរដូវស្លឹកឈើជ្រួយតើបច្ចេកទេសមួយនេះនៅពេលដែលបញ្ចេញមកថាមពលដាវនឹងលេចឡើងនៅក្នុងពេលដំណើរគ្នាក្នុងទិសដៅទាំង4អញ្ចឹងគឺច្បាស់ណាស់គ្មានវិធីណាអាចគេចខ្លួនបាននោះឡើយក៏លេចមើលស៊ូស៊ឺជីនេះវិញគាត់នៅតែបន្តនិយាយថាល្អិតជាងគឺបានបកគលឱកាសចុងក្រោយឲ្យតែឯងហើយតែឈិនឆាំងសឹងនៅតែប្រកាន់កោចំហរបស់គេគឺគេចង់បកគលឲ្យនាងដោយផ្ទាល់ដែរក៏ដូចជានិយាយថាអរគុណដោយលើបែបនេះហើយស៊ូស៊ឺជីគេក៏បានបើកកាយវិភាគទៅកាន់ឈិនឆាំងសឹងលបឿនដាវរបស់គេគឺពិតជាលឿនខ្លាំងណាស់បន្ទាប់ពីឃើញថាមពលដាវបានជិតមកដល់ខ្លួនហើយឈិនឆាំងសឹងគេក៏បាននិយាយថាកំពីតាវទាំង3000ក៏រត់ដណ្ដប់លើអ្វីៗទាំងអស់ខណៈនោះដែរឈិនឆាំងសឹងក៏បានកាប់មកដល់ទីកន្លែងមួយផ្សេងទៀតដែលនេះប្រហែលជាសមុទ្រចិត្តរបស់ឈិនឆាំងសឹងហើយនៅក្នុងនោះយើងឃើញថាមានសភៅយ៉ាងច្រើនដែលនេះគឺជា Heavenly Town ឬមួយកក់កំពីតាវដែលកំពីតាវរបស់ឈិនឆាំងសឹងគឺអាចដោះស្រាយបញ្ហាអ្វីទាំងអស់នៅក្នុងសកលលោកដោយសារតែវាគឺខ្ពស់ជាងអ្វីៗទាំងអស់ក៏រត់ដណ្ដប់លើអ្វីៗគ្រប់យ៉ាងបន្ទាប់ពីរកឃើញនៅដំណោះស្រាយឈិនឆាំងសឹងគេក៏បាននិយាយតែឈ្មោះទៅមុខចំណែកឯថាមពលដារបស់ស៊ូស៊ឺជីក៏ត្រូវបានបំផ្លាញចោលដូចគ្នាខណៈពេលដែលឈិនឆាំងសឹងកំពុងតែហោះមកសម្ដៅគេអមជាមួយនឹងថាមពលនេះគេក៏ពិតជាមានការចេះផ្អើលខ្លាំងណាស់តែយ៉ាងណាក៏ដោយឈិនឆាំងសឹងគឺគេមិនជាអ្នកវឹកហាត់នោះទេជាចុងក្រោយយើងឃើញថាស៊ូស៊ឺជីក៏បានម៉ាត់គេមួយដៃដែលឆាធ្វើឲ្យឈិនឆាំងសឹងខ្ទាតមកបុកជាមួយនឹងថ្មនៅខាងក្រោយនេះបើទោះបីជាគាត់អាចវាឈិនឆាំងសឹងឲ្យខ្ទាតទៅមកខាងអញ្ចឹងក៏ដោយគាត់នៅតែបន្តមានការចេះផ្អើលចំពោះឈិនឆាំងសឹងតែគេនេះក៏ពិតជាចម្លែកខ្លាំងណាស់អញ្ចឹងហើយគឺមិនអាចទុកក្មេងនេះឲ្យរស់បាននោះឡើយមករងចាំយូរនៅតែគាត់ក៏បានបញ្ចេញថាមពលយ៉ាងខ្លាំងក៏ដូចជា
ជាមានអមទឹកស្អីមកដូចគ្នាមែនតើទៅវាហាក់បីដូចជាសមុទ្រឈាមឲ្យថាមពលរបស់គាត់វិញក៏ពិតជាអស្ចារ្យបានបាញ់ទៅលើមេឃយ៉ាងខ្លាំងបន្ទាប់ពីថាមពលដ៏អស្ចារ្យរបស់គាត់បានបាញ់ឡើងទៅលើមេឃអាសា6ក៏បានដឹងអំពីចំហាយថាមពលមួយនេះផងដែរនិយាយថាពិតជាមិនល្អនោះឡើយកាន់មកកាន់ស៊ូទៅជាអ្នកវិញគេនៅតែបន្តនិយាយថាកូនស្រីរបស់យើងគឺមានខ្សែឈាមអាយុរ៉ាពិតអញ្ចឹងច្បាស់ណាស់កូនស្រីរបស់គាត់គឺមានលក្ខណៈខុសប្លែកពីគេឬហើយចិនចាន់សឹងគេក៏បានឆ្លើយតបថាអញ្ចឹងហើយខ្ញុំត្រូវតែស្លាប់មែនទេឆាងសឹងគេនៅតែបន្តនិយាយថាមនុស្សគ្រប់គ្នានៅក្នុងសកលលោកនេះគឺសុទ្ធតែមានលក្ខណៈខុសប្លែកពីគ្នារៀងៗខ្លួនខ្ញុំដើមឡើយក៏ចង់បកគោសម្បូររៀបការនេះឲ្យវិញផងដែរក៏ប៉ុន្តែឥឡូវនេះខ្ញុំត្រូវតែបំបែកក្បួនកំបិតរបស់លោកខណៈពេលដែលអ្នកទាំងពីរកំពុងតែត្រៀមអាតិមេរៀងៗខ្លួននៅសោះយើងឃើញថានារីម្នាក់ក៏បានធ្វើដំណើរមកដល់អមជាមួយនឹងថាមពលនៃផ្កាឈូកបន្ទាប់ពីមកដល់បំបែកដែនសមុទ្រឈារបស់គាត់ហើយនាងនៅតែបន្តនិយាយថាកំបិតរបស់លោកម្ចាស់ស៊ូនៅតែលឿនដូចមុនដដែលសូមណែនាំស្គាល់បន្តិចទៅម្នាក់ស្រីនឹងផងដែរមានឈ្មោះថាមូអ៊ីបន្ទាប់ពីឃើញចឹងហើយលោកម្ចាស់ស៊ូក៏មានការចាប់អារម្មណ៍បន្តិចផងដែរក៏ប៉ុន្តែគាត់នៅតែបន្តប្រតិកម្មនាងថានេះគ្រាន់តែជាបញ្ហាគ្រួសាររបស់គេតែប្រពន្ធនោះគឺអ្នកផ្សេងមិនពាក់ព័ន្ធនោះឡើយលឿនចឹងមូអ៊ីនាងក៏បានតបថារឿងរបស់លោកគឺខ្ញុំមិនពាក់ព័ន្ធនោះទេគ្រាន់តែមកទីនេះដើម្បីនាំរាជសាររបស់សម្ដេចសភាតែប្រពន្ធនោះដែលលើថានេះគឺជារាជសាររបស់សម្ដេចសភាលោកម្ចាស់ស៊ូធ្លាប់តែក្អឹងក្អាងនៅពេលនេះក៏បានលុតជង្គង់ចុះនៅក្នុងរាជសាររបស់បណ្ឌិតសភាគឺនិយាយអំពីឈិនឆាងសឹងដែលមកអំពីស៊ីនីងនិយាយទៅគឺគាត់អនុញ្ញាតឲ្យឈិនឆាងសឹងស្នាក់នៅរាជធានីក៏ដូចជាចូលសាលាបណ្ឌិតសភាក្នុងនគរដើម្បីរៀនលោកម្ចាស់ស៊ូបន្ទាប់ពីលើបែបនេះក៏ពិតជាផ្អើលខ្លាំងណាស់មិនយ៉ាងអាចទៅគេគ្រាន់តែជាក្មេងកំព្រាមកពីជនបទម្នាក់តែប្រពន្ធនោះក៏ប៉ុន្តែបើទោះបីជាអាចមិនអាចក៏ដោយនៅពេលនេះគឺវាខ្លាចទៅជាការពិតហើយនាងក៏បានសួរថាលោកម្ចាស់ស៊ូរឿងដ៏តូចតាចបែបនេះលោកប្រហែលជាមិនប្រកែកទេមែនអត់គណៈនឹងដែរគេក៏បានបង្ហាញនៅរូបភាពរបស់ម្ចាស់សភាដាក់នៅពីខាងក្រោយលង្ធមបង្ហាញអំពីអំណាចរបស់គាត់ថាពិតជាធំខ្លាំងណាស់ក៏លេចមើលអាសា6នេះវិញគេក៏បានសរសើរអំពីឈិនឆាងសឹងតែឯនេះពិតជាអាចបំបីតំបន់ផ្កាយរបស់គេបានពិតមែនតែបើយើងមើលតាមថាមពលនោះគឺជាតំបន់ឈាមនោះទេប៉ុន្តែបែរជាដាក់ឈ្មោះថាតំបន់ផ្កាយទៅវិញខ្ញុំក៏អត់សូវយល់ដែរតែឆាងសឹងគេក៏បានឆ្លើយតបថានេះគ្រាន់តែបោកប្រាស់គេតែប្រពន្ធបន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយឈិនឆាងសឹងគេក៏បានដើរចាក់ចេញពីទីនេះខាង36ឃើញអញ្ចឹងហើយគេក៏បានសួរតើឯងទៅណាហ្នឹងហើយឈិនឆាងសឹងគេក៏បានឆ្លើយគឺគេដើរទៅមើលថ្ងៃថ្មី